សួស្តីពុកម៉ែអ៊ុំពូមីងលោកយាយលោកតាទាំងអស់គ្នាមកជាមួយខ្ញុំកូនខ្មែរកម្ពុជាក្រោមថ្ងៃទៀតហើយគឺខ្ញុំនាំពុកម៉ែបងប្អូនដើរទស្សនាកម្សាន្តតាមមាត់ទន្លេមុខវាំងជាមួយខ្ញុំទាំងអស់គ្នាគេហៅថាវត្តស្រីតឬមួយហៅថាផ្លូវថ្មើរជើងណាពុកម៉ែបងប្អូននៅភ្នំពេញគេទើបបង្កើតថ្មីបានផែជាខ្ទង់ប្រហែលសប្តាហ៍ក្រោយនេះដែរហើយនិយាយទៅនៅកន្លែងនេះដែរគឺអ្នកលក់ក៏ច្រើនម្ហូបក៏ច្រើនមុខរបស់របរអនុស្សាវរីយ៍ក៏ច្រើនដែរពុកម៉ែបងប្អូនចឹងកុំអង់យូរតោះយើងដើរកម្សាន្តជាមួយខ្ញុំទាំងអស់គ្នា Let's go នេះមិនបងនិយាយគេគឺខ្ញុំមកដល់កន្លែងនេះផ្លូវថ្មើរជើងខ្លះគេហៅវត្តទេម៉ែបងប្អូនហើយកន្លែងហ្នឹងដែរនិយាយទៅមានអគារសាងសង់មួយស្អាតដូចជានៅខាងបរទេសចឹងម៉ែបងប្អូនខ្ញុំឆ្លាញ់អគារហ្នឹងមែនតើនេះចាត់ហ្មងហើយដើមស្ទុះដែរខ្ញុំមកដល់កន្លែងជួរគេលក់អាហារនិយាយទៅមានសម្បូរបែបហ្មងម៉ែបងប្អូនសម្បូរបែបហ្មងនេះមិនបងនិយាយគេគឺមឹកប្រភេទគ្រឿងស្មុតអាំងឯវិញទៅម៉ែបងប្អូននិយាយទៅមើលទៅតំណងហៀទឹកមាត់ហ្មងណែមសាច់ត្រីបែបខ្មែរយើងជាប់មុខអាស៊ូស៊ីអីគេហ្នឹងនៅបែបអាហារជប៉ុនអាហារកូរ៉េហ្នឹងតែកន្លែងអ្នកលក់រស់រាយណាខ្ញុំឆ្លាញ់អ្នកលក់ណាអស់កន្លែងគាត់ក៏លក់ដាច់ខ្លាំងមែនតើមួយគឺគាត់រស់រាយពីរទៀតការរៀបចំអនាម័យគាត់មើលទៅតំណងពេលដើរមកស្ទុះទៅខ្ញុំមកដល់កន្លែងចែលក់ទឹកត្នោតនេះទឹកត្នោតផ្អែមមិនមែនទឹកត្នោតជូរទេបងប្អូនអស់ចែហ្នឹងគាត់លក់ក៏រស់រាយដែរហើយទឹកត្នោតហ្នឹងប្រាប់បងប្អូនតិចថាខ្ញុំទិញអត់អស់លុយទេចែគាត់អោយគាត់ព្រីឲ្យខ្ញុំហ្នឹងហើយតើមកខ្ញុំមកដល់កន្លែងនំសមចេកសមអាយសមជ្រូកនំបត់នំអីចឹងម៉ែបងប្អូនអាហារខ្មែរសត្វហ្មងនិយាយទៅខ្ញុំចូលចិត្តណាស់ហើយកុំមកស្ទុះក្រោយខ្ញុំដើរចុកជើងពេកខ្ញុំហៅកន្លែងអង្គុយនៅមាត់ទន្លេតិចដាក់ទឹកត្នោតមួយកែវទឹកត្នោតនេះទឹកត្នោតផ្អែមណូជូហើយមានអនុស្សាវរីយ៍ច្រើនទៅរបស់អនុស្សាវរីយ៍ធ្វើពីស្នាដៃកូនខ្មែរយើងពិតមកម៉ែបងប្អូនមានកន្តកមានរឹតមានផ្លិតមានក្បូបក្តាបយួរអីយទៅធ្វើចេញពីដៃកូនខ្មែរយើងស្នាដៃកូនខ្មែរយើងពិតមកបើអាហារវិញមិនបាច់និយាយទេម៉ែបងប្អូនរាប់រយសពមុខខ្ញុំរាប់អត់អស់ទេពុកម៉ែបងប្អូនមើលទៅនោះអាផាត់ហើយពេលលឹងដែរខ្ញុំឡើងជិះទូកប្រហែលជាខ្ទង់មក4កន្លះរួចមកស្ទុះទៅខ្ញុំក៏បានចុះពីលើទូកគឺខ្ញុំដើរមករកអីញ៉ាំខ្ញុំដើរស្ទុះទៅមានពូមួយគាត់លក់សាច់ក្រកសាច់គោយទៅរសជាតិឆ្ងាញ់ណាស់ប៉ុន្តែអ្នកលក់ខ្ញុំអត់សូវចូលចិត្តទេសម្ដីគាត់អត់សូវល្អអញ្ចឹងណាខ្ញុំផ្ដាំទៅបងប្អូនអ្នកលក់នៅកន្លែងហ្នឹងដែរបើសិនថាយ៉ាងណាក៏ដោយយើងថែរក្សាទាំងភាពរស់រាយរបស់យើងទៅដើម្បីកើតទៅការស្និទ្ធស្នាលលើភ្ញៀវទេសចរមិនថាក្នុងប្រទេសឬក្រៅប្រទេសបន្ទាប់មកទៀតខ្ញុំដើរមកដល់កន្លែងបងប្អូនកាត់ផ្កាចឹងកាត់បើកសិល្បៈចម្រៀងអីចឹងទៅដើម្បីឲ្យបងប្អូនយើងបានស្ដាប់ហើយជួយថវិកាកតិចតួចដើម្បីជួយដល់ភេទគុណភៈបុព្វាម៉ែបងប្អូនហើយដើមទុះក្រោយក៏ខ្ញុំដើរមកដល់មុខផ្សាររាត្រីផ្សាររាត្រីហ្នឹងគឺចាប់ដើមខ្ញុំក៏ចង់ដល់ចិត្តមកផ្ទះដែរម៉ែបងប្អូនដោយសារទៅតាំងពីម៉ោង4ម៉េះដោយសារខ្ញុំខ្លាចខ្ញុំមិនបានថតមកថតអីមនុស្សច្រើនអញ្ចឹងវាពិបាកថតហើយជាងទៅយ៉ាងលឿនបន្តិចរួចហើយខ្ញុំដើរទៅមកស្ទុះទៀតគឺខ្ញុំក៏បានធ្វើដំណើរមកផ្ទះដែរហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមជូនពរម៉ែបងប្អូនទស្សនាវីដេអូបានសប្បាយហើយនឹងអរគុណម៉ែបងប្អូនច្រើនដែលឆ្លាញ់ជួយចាត់ខ្ញុំកូនខ្មែរក្រមកជួយ control ខ្ញុំហើយកុំភ្លេចជួយ follow page ខ្ញុំអ្នកមួយផងអរគុណពុកម៉ែបងប្អូនច្រើនជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អសុខភាពល្អរស់ស៊ីកើតមានកើតបានធ្វើណាមកណាដោយសុវត្ថិភាពនេះគឺចែដែលខ្ញុំចប់ចិត្តជាងគេថ្ងៃនេះ Love you ចែបើឃើញជួយ share ផងហើយវីដេអូខ្ញុំនិយាយទៅមិនសូវបានស្ដីខ្ញុំវាមិនសូវបានពីរោះអីចឹងដោយសារកូនខ្មែរក្រមមានពាក្យខ្លះបងប្អូនស្ដាប់បានឬមិនបានសូមអភ័យទោសផងអរគុណពុកម៉ែបងប្អូនច្រើនឆ្លាញ់ពុកម៉ែបងប្អូនច្រើន